បាទសួស្តីពុកម៉ែបងប្អូនបាទខ្ញុំនេះបានដើរមកលេងព្រៃមកជួបចេកព្រៃទស្សនានៅក្នុងព្រៃនេះចេកព្រៃបងប្អូននេះផ្លែចេកព្រៃដើរចេកព្រៃបាទតែខ្ញុំនឹងនាំបងប្អូនទៅជួបរបស់ប្លែកមួយទៀតដែលមិនដែលបានឃើញខ្ញុំដែលបានឃើញណាខ្ញុំទៅមិនឃើញដែរឥឡូវនាំបងប្អូនទៅមើលរបស់ចម្លែកមួយចាំទៅដល់នោះចាំខ្ញុំថតហើយខ្ញុំចង់និយាយពីអ្វីបាទនេះព្រៃខ្ញុំដើរលេងព្រៃបាទចឹងសូមពុកម៉ែបងប្អូនមកទស្សនារបស់ចម្លែកមួយទៀតបាទនេះដែលវាប្លែកខ្ញុំមិនដែលឃើញទេក្នុងមួយជីវិតខ្ញុំទៅមិនឃើញដែរផ្កាចម្លែកធំនេះនេះបាទពុកម៉ែបងប្អូននេះផ្កាដែលវាដុះនៅក្នុងព្រៃហ៎បងវាផុសចេញពីដីទៅដល់ផ្កានេះទំហំធំមិនដឹងថាផ្កាស្អីទេបងប្អូនមើលនេះផុសចេញពីក្នុងដីបងទំហំចូលកត់ចិត្តវាចូលកន្លះម៉ែត្របងប្អូនមើលកានេះបើសិនជានេះប្រហែលជាជាងកន្លះម៉ែត្រដឹងតែនេះវារៀងស្វិតទៅវិញខ្លះដែរបងប្អូនបាទបងប្អូនមើលមិនដឹងគេហៅផ្កាអីវានេះផុសចេញពីក្នុងដីមកនេះផុសចេញក្នុងដីបងប្អូនជឿនេះចាំខ្ញុំពោះដៃខ្ញុំមកមើលទំហំវាជិតកន្លះម៉ែត្របងប្អូនមើលជិតអីកន្លះម៉ែត្រហើយបងប្អូនមកហាត់ផ្កានេះធំណាមិនដឹងផ្កាអីនេះមកហាត់បងមកគក់ដៃនេះបងប្អូនមើលអានេះវាស្វិតខ្លះហើយបងប្អូនបាទមើលមិនដឹងថាផ្កាអីពុកម៉ែបងប្អូនណាស្គាល់ផ្កាវាដុះនៅក្នុងព្រៃហ្នឹងនេះផ្កានៅក្នុងព្រៃខ្ញុំដើរទៅឃើញដើរមកឃើញនេះនឹងផ្កាអីគេហៅផ្កាអីបងប្អូនណាស្គាល់ប្រាប់ស្អាតហ៎បងប្អូនអានេះវារៀងស្វិតទៅវិញខ្លះហើយទំហំផ្កាធំផ្កាបងប្អូនឃើញដូចខ្ញុំនិយាយមិញខ្ញុំវាស់ដៃមិញចូលមកគក់ដៃមកហាត់បងប្អូនមើលមកចុងដៃមកកែងដៃផ្កាមែនទែនបងប្អូនផ្កាធម្មជាតិផ្កាកែងដៃខ្ញុំអូមើលវាចូលវាស់ឆ្អាមខ្ញុំវែងដែរបងប្អូនចិត្តពីឆ្អាមបាទពីឆ្អាមបងប្អូនផ្កាពីឆ្អាមដៃពីឆ្អាមខ្ញុំធំបងប្អូននេះផ្កាចម្លែកមិនខ្ញុំកុហកទេនេះស្ដែងការពិតទស្សនាមើលហើយខ្ញុំមកនេះខ្ញុំថតជាប់មនុស្សព្រៃមួយដែរនេះបងប្អូននេះស្គាល់មនុស្សព្រៃអត់ចេះនិយាយអីងាក់ងឹកកាក់កើកខោអាវនេះគេជួយឧបត្ថម្ភអត់ចេះនិយាយអីទេមើលចេះតែសើចញឹមនឹងមនុស្សព្រៃបងប្អូនដើរជួបមនុស្សព្រៃមួយចេះលវងឲ្យស្លៀកខោអាវពីមុនដើរស្រាតនេះបងប្អូនមើលនេះពិតនេះមនុស្សព្រៃនេះមនុស្សព្រៃនៅក្នុងព្រៃនេះមិនមនុស្សព្រៃខ្ញុំមកនេះជួបរបស់ប្លែកច្រើនមនុស្សព្រៃដាក់អន្ទាក់នេះអូធំមកធំមកដល់កាអីនេះបងប្អូនមើលនេះមកបានស្រ័យ